មិត្តភាពពិតមិនមើលលុយឬទ្រព្យទេបើយើងស្មោះត្រង់ចំពោះគ្នាចិត្តនឹងនៅជិតគ្នាជានិច្ចនៃបើខ្ញុំមានលុយច្រើនខ្ញុំនឹងមានវ័យគ្រប់យ៉ាងហើយមនុស្សទាំងអស់នឹងគោរពខ្ញុំមើលឃើញថាទ្រព្យចាប់ផ្ដើមផ្លាស់ប្ដូរហើយចិត្តរបស់គាត់កំពុងឆ្ងាយពីមិត្តភាពញឹកញើខ្ញុំត្រូវជ្រើសផ្លូវលុយទោះបាត់បង់មិត្តភាពខ្លះក៏ដោយព្រោះលុយសំខាន់ជាងខ្ញុំឈឺចិត្តណាស់ព្រោះមិត្តដែលខ្ញុំទុកចិត្តបែរជាមើលលុយធំជាងទៅវិញលុយអាចទិញរបស់ជាច្រើនបានប៉ុន្តែมันអាចទិញមិត្តភាពពិតពីចិត្តស្មោះបានទេខ្ញុំមានលុយហើយប៉ុន្តែហេតុអ្វីបេះដូងខ្ញុំមានអារម្មណ៍ទទេនឹងឯកោបែបនេះពេលនេះខ្ញុំទើបដឹងថាមិត្តភាពពិតមានតម្លៃលើសលុយដែលខ្ញុំធ្លាប់ដេញតាមសូមអភ័យទោសខ្ញុំខុសហើយខ្ញុំមើលលុយធំជាងចិត្តមិត្តដ៏ល្អមិត្តភាពពិតអាចអភ័យទោសបានបើការសោកស្ដាយកើតចេញពីបេះដូងពិតកុំឲ្យលុយធ្វើឲ្យបាត់បង់មនុស្សល្អព្រោះមិត្តភាពពិតមានតម្លៃជាងអ្វីទាំងអស់